សូមអនុមោទនាស្ដាប់ការអានសតន្ត3ដកខត្តកនិកាយធម្មបទគាថាចរិយាវគ្គទី11កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើមឆេះត្រលោមជានិច្ចម្ដេចក៏សើចម្ដេចក៏ត្រេកត្រអាលអ្នកទាំងឡាយត្រូវងងឹតគឺអវិជ្ជារួបរិទ្ធហើយម្ដេចឡើយក៏មិនស្វែងរកប្រទីបគឺប្រាជ្ញាអត្តភាពណាមិនទៀងទាត់ថិតថេរអ្នកចូលមើលអត្តភាពនោះដែលកុសលាកុសលកម្មធ្វើវិចិត្រហើយជាកាយពាសពេញដោយដំបៅដែលឆ្អឹង300កំណាត់គុំគ្នាហើយជាអត្តភាពក្តៅក្រហាយជានិច្ចជាទីរំពឹងត្រេះរិះរបស់ជនច្រើនគ្នារូបនេះក្រមគ្រាអស់ហើយជាទីសំណាក់នៃរោគជារបស់ពុកផុយរាងកាយជារបស់ស្អុយនេះតែងបែកធ្លាយទៅវិញព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុតឆ្អឹងទាំងឡាយណាមានសម្បុរដូចសត្វស្លាបដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសារតកាលសេចក្តីត្រេកអរអវ័យណរបស់អ្នកទាំងឡាយព្រោះតែឃើញឆ្អឹងទាំងឡាយនោះសេចក្តីក្រមគ្រាសេចក្តីស្លាប់សេចក្តីប្រកាន់ខ្លួននិងសេចក្តីលុបគុណប្រជុំចុះក្នុងសរីរៈណាសរីរៈនោះដែលកុសលាកុសលកម្មធ្វើហើយដូចជានគររបស់ឆ្អឹងទាំងឡាយជាគ្រឿងប្រឡាក់ដោយសាច់និងឈាមឬជារត់ទាំងឡាយដ៏វិចិត្រល្អរមែងក្រមគ្រាដ៏សូម្បីសរីរៈក៏ដល់នៅសេចក្តីក្រមគ្រាដូចគ្នាទើបឯធម៌របស់សប្បុរសទាំងឡាយមិនដល់នៅសេចក្តីក្រមគ្រាដូច្នោះទេសប្បុរសទាំងឡាយតែងនិយាយឲ្យពួកសប្បុរសផងគ្នាដឹងបានបុរសអ្នកមិនមានការចេះដឹងនេះតែងចាស់ឥតអំពើដូចគោបំរើសាច់របស់វាតែងចម្រើនឡើងតែប្រាជ្ញារបស់វាមិនចម្រើនឡើយកាលតថាគតមិនទាន់បានជួបប្រទះពោធិញ្ញាណរវល់តែស្វះស្វែងរកជាងផ្ទះគឺតណ្ហាអ្នកធ្វើផ្ទះគឺអត្តភាពក៏អន្ទោលទៅកាន់សង្សារវដ្តមានជាតិដ៏ច្រើនសេចក្តីកើតជាទុក្ខរឿយណែជាងផ្ទះអ្នកឯងធ្វើផ្ទះគឺអត្តភាពតថាគតឃើញហើយអ្នកនឹងធ្វើផ្ទះរបស់តថាគតទៀតមិនបានឡើយចឹងជំនីគឺកិលេសរបស់អ្នកទាំងអស់តថាគតកាច់បំបាក់អស់ហើយដំបូលផ្ទះគឺអវិជ្ជាតថាគតកំចាត់ចោលហើយចិត្តរបស់តថាគតដល់ព្រះនិព្វានដែលមានសង្ខារប្រះហើយតថាគតបានដល់ធម៌ជាគ្រឿងខ្សែតណ្ហាទាំងឡាយហើយជនពេលទាំងឡាយមិនប្រព្រឹត្តព្រមចរិយធម៌មិនបានទ្របក្នុងកាលខ្លួននៅជាកំឡោះក្រមុំរមែងសញ្ជប់សញ្ជឹងដោយសត្វគ្រាលចាស់សំកុកនៅក្នុងភពដែលអស់ត្រីហើយជនពេលទាំងឡាយមិនប្រព្រឹត្តព្រមចរិយធម៌មិនបានទ្របក្នុងកាលខ្លួននៅកំឡោះក្រមុំរមែងដេកធ្ងោសោកស្ដាយទ្របចាស់ទាំងឡាយដូចព្រូញដែលផុតចាកខ្សែបន្លុកដូច្នោះចប់ជារាវៈទី11